អូនត្រូវមានស្មារតីហ៊ានប្រឈមជាមួយនឹងបញ្ហាជីវិតហើយមានសិល្បៈប្រែបញ្ហាជីវិតឲ្យคล้ายជាផលប្រយោជន៍យើងបាននេះជាកត្តាមួយធំក្នុងជីវិតអត់មានអ្នកណាជៀសរួចទេពីរឿងការលំបាកប្រឈមវាអង់គ្លេសថា face the suffering of life and use it to your advantage អត់ប្រហែលយល់ទេក្នុងโลกនេះគ្រប់គ្នាធ្វើហ្នឹងដល់ទៅប្អូនមានស្មារតីប្រឈមហើយសប្ងៃនេះគឺការរៀនសូត្រសុទ្ធសាធហើយនឹងខ្ញុំជឿថាជីវភាពក៏លំបាកដែរភាកច្រើនផងប៉ុណ្ណឹងប៉ុន្តែប្អូនរលឹកខ្លួនឯងថាជំរឿនៃខ្លឹមសារជីវិតគឺការឆ្លងកាត់ភាពលំបាកនេះឯង